សួស្តីបងប្អូនអរគ្នាវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបយកអាសយដ្ឋានឃ្លាំងប្រទេសថៃដើម្បីដាក់នៅក្នុង app Lazada បងប្អូននៅក្នុង app យ៉ាង Superchat នេះគឺជា app ក្រុមហ៊ុនដឹកជញ្ជូនមួយដែលដឹកពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាបងប្អូនសម្រាប់សេវាដឹកនេះបងប្អូនដឹកទំនិញពីចិនក៏មានដឹកនៅប្រទេសថៃក៏មានដែរបងប្អូនតម្លៃដឹកពីចិនមកខ្មែរ1គីឡូ1រៀល2កាក់ចាប់ពីខាងក្រៅចូលក្រោមគឺអស់តែ3កាក់ទេហើយពីថៃមកខ្មែរក៏ដូចគ្នាដែរបងប្អូននៅក្នុង app យ៉ាង Superchat នេះគឺមានសេវាដឹកជញ្ជូន2បងប្អូនទី1គឺសេវាដឹកជញ្ជូនពីប្រទេសថៃមកកាន់កម្ពុជាហើយសេវាមួយទៀតគឺដឹកពីប្រទេសចិនមកកាន់កម្ពុជាដែរវីដេអូនេះគឺខ្ញុំនិយាយអំពីការដឹកជញ្ជូនពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាបងប្អូនមកកាន់ទីក្រុងភ្នំពេញឥឡូវខ្ញុំចូលទៅយកកន្លែងអាសយដ្ឋានកន្លែងនេះគឺកន្លែងគេដាក់អាសយដ្ឋានឃ្លាំងក្រៅប្រទេសបងប្អូនចូលកន្លែងហ្នឹងមកបន្តមកទៀតមានអាសយដ្ឋានជាច្រើនមានអាសយដ្ឋានពីប្រទេសចិនប្រទេសថៃនិងសហភាពអឺរ៉ុបតែបងប្អូនចូលទៅអាសយដ្ឋានឃ្លាំងប្រទេសថៃបងប្អូនរយៈពេលដឹកជញ្ជូនពី2ថ្ងៃតែប៉ុណ្ណោះអានេះសេវាកម្មវាដឹកជញ្ជូនរយៈពេលតែ2ថ្ងៃបងប្អូនពីប្រទេសថៃមកកាន់កម្ពុជាបងប្អូនអាហ្នឹងយើងអត់គិតថ្លៃយើងអត់គិតពីសេវាថៃដឹកដល់ឃ្លាំងនៅថៃអានេះគិតចាប់ពីឃ្លាំងនៅថៃមកកាន់ប្រទេសកម្ពុជាមកបងប្អូនឥឡូវខ្ញុំចូលចំណុចសិនដំណឹងនេះគេផ្សាយកម្មដំណឹងសំខាន់ពេលទិញក្នុង app Lazada ខាងយើងខ្ញុំជម្រាបថារាល់ពេលដែលអតិថិជនទាំងអស់យើងក៏ជាទិញទំនិញនៅប្រទេសថៃតាម app Lazada app ថៃនានាដោយប្រើប្រាស់អាសយដ្ឋានឃ្លាំងរបស់យ៉ាង Superchat នៅប្រទេសថៃសូមកុំជ្រើសយក Cash on Delivery ឬក៏ COD ព្រោះខាងឃ្លាំងរបស់ពួកយើងមិនទទួលទំនិញប្រភេទ COD នឹងត្រូវអញ្ជើញទៅកាន់ហាងរបស់ថៃវិញអានេះជាដំណឹងគេនិយាយអំពីការគិតលុយមានន័យថាដឹកទៅដល់គិតលុយនៅកន្លែងឃ្លាំងប្រទេសថៃទេណាបងប្អូនអាហ្នឹងគឺសេវាគិតលុយមួយទៀតតែខ្ញុំអត់និយាយចាំវីដេអូក្រោយខ្ញុំនឹងបកស្រាយពីរឿងការគិតលុយផ្ទាល់នៅកន្លែងឃ្លាំងប្រទេសថៃដែលក្រុមហ៊ុនដឹកជញ្ជូនហ្នឹងគាត់អត់មានទទួលសេវាកម្មហ្នឹងទេគឺត្រូវយើងទិញនៅក្នុង app ទៅយើងបង់លុយមុននិយាយចំយើងបង់លុយតាម Visa Card អីចឹងហើយបានគេដាក់អីវ៉ាន់ឲ្យយើងចឹងប៉ុន្តែរឿងលម្អិតទៀតវីដេអូលម្អិតទៀតចាំខ្ញុំចេញនៅវីដេអូបន្តទៀតបងប្អូននេះខ្ញុំនិយាយពីយកអាសយដ្ឋានពីក្រុមហ៊ុនយ៉ាង Superchat app យ៉ាង Superchat បងប្អូនដែលជាក្រុមហ៊ុនដឹកជញ្ជូនពីប្រទេសថៃមកកាន់ទីក្រុងភ្នំពេញបងប្អូនអានេះគឺជាអាសយដ្ឋានឃ្លាំងថៃផ្លូវគោកបងប្អូនអត់មានសេវាអីទេមានតែផ្លូវគោកទេគឺដឹកប្រើរយៈពេល2ថ្ងៃបងប្អូនពីឃ្លាំងប្រទេសថៃមកកាន់កម្ពុជាបងប្អូនមានទី1គឺបងប្អូនត្រូវដាក់ឈ្មោះនេះឈ្មោះខាងគុណ B ឈ្មោះខាងឃ្លាំងនៅប្រទេសថៃទេលេខទូរស័ព្ទនេះក៏ខាងប្រទេសថៃដែរសម្រាប់អាសយដ្ឋាននេះគឺលេខកូដក្បាលមុខនេះលេខកូដរបស់ខ្ញុំទេសម្រាប់បងប្អូនមានបងប្អូនបង្កើត app មួយទៀតចូល app ថ្មីសម្រាប់បងប្អូនលេខកូដកន្លែងហ្នឹងគឺខុសគ្នាបងប្អូន
លេខកូដក្បាលខាងមុខនេះនេះលេខកូដអាឡែង YSL ហ្នឹងគឺលេខខុសគ្នាបងប្អូនហើយទីក្រុងនេះដាក់ដូចរបស់ខ្ញុំទាំងអស់និយាយចំនេះដូចគ្នាទាំងអស់ខុសគ្នាតែកន្លែងអាស្រ័យកន្លែងត YSL នេះទេបងប្អូនខុសលេខកូដគ្នាប៉ុន្តែកូដចង់ដាក់ដូចគ្នាបងប្អូនបន្ទាប់មកបងប្អូនចូលទៅបងប្អូនចុចចម្លងទាំងអស់មកតោះបងប្អូនដាក់នៅក្នុងកន្លែង note នៅក្នុងកន្លែងទូរស័ព្ទបងប្អូនក្នុងកម្មវិធីទូរស័ព្ទយើងមានកន្លែង note សម្រាប់ចំណាំថាយើងបានចម្លងនៅអាសយដ្ឋានហ្នឹងបងប្អូនហើយខ្ញុំចេញទៅវិញសិនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការពន្យល់ក្បាយបន្ថែមទៀតខ្ញុំនឹងចេញវីដេអូក្រោយៗទៀតបងប្អូននឹងបង្ហាញពីរបៀបដាក់អាសយដ្ឋានឃ្លាំងថៃដាក់អាសយដ្ឋានឃ្លាំងថៃនៅលើ app Lazada ទៀតបងប្អូន